nông khi niệm môn đai trên tập can vạch chi cho nọ bón cao tập đào vạch chi cho nọ bọt đôi lồng đạp rồi hồ tập đào từng vẹn cụ một tìa ba nông khi vừa cột bọ sặc hai nông khi chăm và xa nó tiếp cho nên từng vẹn cụ một tiền nụ không kiền nụ pre dạ soi chạy trôi chăm và xa hơi ban hao bị khổ từng lái một prap thả nay lúc nè đào miên ở dụ từng lái pre bờ rồng cừu trong kia nè pratra nóประโยชน์ chỉ nè xoay nhớ nóประโยชน์ nâng chỉ nè ăn cừu trong asrai ca ăn cừu đón tia tu hậu về nà dương từng óc khnia prom từ tua đôiประการនោះចុះ ពីខោទាំងនោះយល់ព្រមតាមពាក្យណែនាំរបស់ព្រះយសោជាហើយម្នាក់ម្នាក់ក៏មានបំណងនៅតែម្នាក់ម្នាក់ឯងជាអ្នកមិនមានសេចក្តីប្រមាទមានសេចក្តីជាយាមមានចិត្តក្លាហានគ្រប់គ្រប់រូបដូច្នេះហើយទើបធ្វើឲ្យពួកលោកបានត្រាស់ដឹងនៅសច្ចធម៌បានធ្វើឲ្យជាក់ច្បាស់នៅអភិញ្ញា6ក្នុងភាសានោះឯងចំណែកព្រះសយមភូទ្រង់គង់ប្រថាប់នៅក្នុងក្រុងសាវត្ថីតាមព្រះអធិស្ឋានហើយស្ដេចបានចរិតទៅកាន់ក្រុងវេសាលីស្ដេចចរិតទៅដោយលំដាប់រហូតទៅដល់ក្រុងវេសាលីហើយព្រះអង្គចូលទៅគង់ប្រថាប់នៅក្នុងគោដាគាសាលានៃព្រៃមហាវ័នជិតក្រុងវេសាលីក្នុងពេលនោះព្រះភគវាទ្រង់មនសិកាគឺការកំណត់ចិត្តរបស់ភិក្ខុទាំងឡាយដែលគង់នៅទីបឆ្នេរនៃស្ទឹងវគុមទាដោយប្រតិព្រះអង្គហើយទើបទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទភិក្ខុទាំងឡាយដែលនៅទីបឆ្នេរនៃស្ទឹងវគុមទានៅក្នុងទិសណាទិសនោះដូចជាមានពលឺដូចមានអភិះដល់តថាគតពួកអ្នកទាំងអស់នោះជាអ្នកមិនខ្ជិលច្រអូសដូច្នេះមនាលអានន្ទអ្នកក៏បីបញ្ជូនភិក្ខុជាទូតទៅកាន់សំណាក់នៃភិក្ខុទាំងឡាយដែលគង់នៅទីបឆ្នេរនៃស្ទឹងវគុមទានោះដោយប្រាប់ថាព្រះសាស្តាឲ្យហៅអ្នកទាំងឡាយព្រះអង្គមានបំណងនឹងចង់ជួបអ្នកទាំងឡាយដូច្នេះព្រះអានន្ទបានប្រាប់ភិក្ខុមួយរូបតាមដែលព្រះទស្សពលទ្រង់ប្រាប់ភិក្ខុនោះទទួលពាក្យរបស់ព្រះអានន្ទរួចហើយក៏បានបាត់ពីគោដាគាសាលានៃព្រៃមហាវ័នបានទៅប្រកាសនៅខាងមុខភិក្ខុទាំងឡាយត្រង់ច្រាំងឆ្នេរនៃស្ទឹងវគុមទាប្រៀបបីដូចជាបរោះដែលមានកម្លាំងលាតបត់ដៃចេញបត់ដៃចូលដូច្នោះភិក្ខុនោះបានពោលនឹងភិក្ខុទាំងឡាយដែលគង់នៅទីបឆ្នេរនៃស្ទឹងវគុមទាតាមពាក្យដែលព្រះអានន្ទប្រាប់សពគ្រប់ហើយកាលភិក្ខុទាំងនោះបានដឹងដូច្នេះក៏បាននាំគ្នាប្រញាប់ប្រញាល់ទុកដាក់នៅទីសេនាសនៈនិងកាន់យកបាននិងជីវរអំពីច្រាំងឆ្នេរនៃស្ទឹងវគុមទាទៅប្រកាសចំពោះព្រះភ័ក្ត្រនៃព្រះមនីនៅឯគោដាគាសាលានៃព្រៃមហាវ័នឯនោះប្រៀបដូចជាបរោះដែលលាតដៃចេញបត់ចូលដូច្នោះឯងក្នុងគ្រានោះព្រះមនីទ្រង់គង់ប្រថាប់នៅដោយអានិញ្ជាសមាធិចំណែកភិក្ខុទាំងនោះការចូលទៅដល់ទីគល់ព្រះមនីហើយក៏មានសេចក្តីត្រេះរិះថាឥឡូវនេះព្រះមានបុណ្យទ្រង់គង់ប្រថាប់នៅដោយវិហារធម៌អ្វីណោក៏បានដឹងថាព្រះពុទ្ធអង្គទ្រង់នៅដោយអានិញ្ជាសមាធិភិក្ខុទាំងនោះព្រមគ្នាចូលអានិញ្ជាសមាធិបានដល់សមាធិដែលមិនញាប់ញ័រគឺមិនមានកិលេសមកធ្វើឲ្យញាប់ញ័រក្នុងគ្រានោះលុះរាត្រីបឋមយាមកន្លងទៅហើយព្រះអានន្ទក្រោកចាក់អាសនៈធ្វើសម្ពុតឧត្តរាសង្កៈខៀងស្មាម្ខាងប្រណម្យដៃបែរមុខឆ្ពោះទៅរកព្រះសម្ពុទ្ធត្រង់ទីគង់ប្រថាប់ហើយក្រាបទូលព្រះលោកនាថថាបបិទ្ធព្រះអង្គដ៏ចម្រើនរាត្រីកន្លងផុតអំពីបឋមយាមទៅហើយភិក្ខុជាអកន្តកៈទាំងឡាយមកអង្គុយរងចាំយូរហើយព្រះអង្គសូមព្រះសុគតទ្រង់បានប្រស្រ័យជាមួយនឹងភិក្ខុជាអកន្តកៈនេះផងកាលព្រះអានន្ទបានក្រាបទូលយ៉ាងនេះហើយព្រះមានប្រភិក្ខក៏ទ្រង់នៅស្ងៀមរហូតដល់កន្លងមជ្ឈមយាមព្រះអានន្ទទេបានក្រាបទូលព្រះភគវាដោយលើកទី1ដែរព្រះអង្គក៏ទ្រង់នៅស្ងៀមទៀតសូម្បីក្នុងវិរៈទី3ដែលបានកន្លងមកដល់បច្ឆមយាមរហូតដល់អរុណរះឡើងព្រះអានន្ទទេបានក្រាបទូលដោយលើកទី2ដែរដោយបានក្រាបទូលថាបបិទ្ធព្រះអង្គជាសកៈរាត្រីបានកន្លងបច្ឆមយាមទៅហើយរហូតដល់អរុណរះឡើងទៀតផងភិក្ខុដែលជាអកន្តកៈទាំងឡាយមកអង្គុយរងចាំព្រះអង្គយូរណាស់ហើយដូច្នេះសូមព្រះលោកនាយកបានប្រស័យជាមួយនឹងភិក្ខុដែលជាអកន្តកៈទាំងនេះផងព្រះអង្គគ្រានោះព្រះមានបុណ្យទ្រង់បានចេញចាកសមាធិនោះហើយបានត្រាស់ប្រាប់ដល់ព្រះអានន្ទទេថាមនាលអានន្ទតថាគតនឹងភិក្ខុទាំង500រូបនេះបាននាំគ្នាអង្គុយចូលអានិញ្ជាសមាធិការសម្រេចមគ្គផលរបស់ព្រះយសោចិទ្ធីព្រមទាំងភិក្ខុដែលជាសម្លាញ់ទាំងនោះបានទទួលការសរសើរអំពីព្រះបរមសាស្តាដោយមានរឿងសម្ដែងទុកនៅក្នុងអដ្ឋកថាបរមត្ថទីបនី
ដែលជាអត្ថកថាអធិប្បាយសេចក្តីបាលីនៃគម្ពីរខុទ្ទកនិកាយថេរគាថាថាកាលព្រះចិនស្រីទ្រង់បានឮសំឡេងអ៊ូអររបស់ភិក្ខុទាំងនោះដោយមានព្រះយសោចថេជាប្រធានទើបទ្រង់ត្រាស់ឲ្យបណ្ដេញព្រះយសោចថេព្រមទាំងបរិវារចេញទៅចំណែកព្រះយសោចថេក៏មានសេចក្តីសង្វេគតក់ស្លុតចិត្តក៏ដូចគ្នានឹងសេះអាជានៃដ៏ល្អដែលត្រូវគេវាយដោយខ្សែតីក៏ភ្ញាក់រលឹកបានយ៉ាងណាមិញភិក្ខុទាំងនោះកាលបើកើតការតក់ស្លុតយ៉ាងនេះហើយទើបនាំគ្នាខំប្រឹងប្រែងព្យាយាមចម្រើនវិបស្សនាកម្មដ្ឋាននៅទីបឆ្នេរនៃស្ទឹងវពុមទីដោយការប្រឹងប្រែងយ៉ាងនេះមិនយូរប៉ុន្មានក៏បានសម្រេចអភិញ្ញា6នៅក្នុងវសានោះឯងកាលព្រះភគវាទ្រង់ជ្រាបថាព្រះយសោចថេព្រមទាំងភិក្ខុដែលជាបរិវារបានសម្រេចអភិញ្ញា6ហើយទើបទ្រង់មានបំណងឲ្យភិក្ខុទាំងនោះចូលមកគាល់ដោយទ្រង់បានប្រសាយដោយអនិញ្ជាសមាបត្តិម្យ៉ាងទៀតព្រះយសោចជាអ្នកដល់ព្រមដោយការសមាទានទុដងគុណគ្រប់ទាំងអស់ព្រោះដូច្នោះហើយទើបធ្វើឲ្យរាងកាយរបស់លោកស្គាំងស្គមកាលព្រះលោកនាយកទ្រង់បានលើកដំកើងសរសើរព្រះយសោចថេក្នុងភាពជាអ្នកប្រាថ្នាតិចទើបទ្រង់ត្រាស់គាថា3គាថាដោយដែលមានសម្ដែងទុកនៅក្នុងគម្ពីរខុទ្ទកនិកាយថេរគាថាថាព្រះទសពលត្រាស់សរសើរថានរៈគឺយសោចថេនេះមានអវយវៈប្រកបស្មើដោយថ្នាំងនៃវរមានខ្លួនស្គមរវាមដោយសរសៃដឹងប្រមាណក្នុងបាយនិងទឹកជាអ្នកមានចិត្តមិនរួញរាយសោចថេពោលថាភិក្ខុនៅក្នុងព្រៃតូចឬព្រៃធំបើទុកជាសត្វរបោមឬមូសខាំហើយក៏បីជាអ្នកមានស្មារតីអត់ទ្រាំចំពោះអន្តរាយមានរបោមជាដើមក្នុងព្រៃនោះដោយដំរីដល់ប្រសើរអត់ទ្រាំក្នុងទីនៃសង្គ្រាមភិក្ខុតែម្នាក់ឯងរមែងនៅជាសុខដូចគ្នានឹងព្រំភិក្ខុនៅរួមគ្នាពីររូបរមែងមានសេចក្តីខ្ទាំងខ្ទប់ដូចគ្នានឹងទេវតាភិក្ខុនៅរួមគ្នា3រូបដូចគ្នានឹងជនអ្នកស្រុកភិក្ខុមានចំនួនច្រើនរូបលើសពីនេះទៅជាហេតុនាំឲ្យជ្រួលជ្រើមដូចគ្នានឹងពួកមហាជនដែលប្រជុំគ្នាព្រះយសោចថេជាប្រធេរៈមួយរូបដែលរាប់ចូលទៅក្នុងចំណោមព្រះអសីតិមហាសាវក80រូបជាប្រធេរៈដែលមានវត្តប្រតិបត្តិតឹងរឹងបំផុតតាមពុទ្ធានុញ្ញាតនិងជាប្រធេរៈដែលមានគុណសម្បត្តិដ៏ល្អក្នុងការដឹកនាំភិក្ខុដែលជាបរិវាររបស់ខ្លួនឲ្យប្រសពសម្រេចនៅការសិក្សាក្នុងព្រះពុទ្ធសាសនានេះបានដល់បរិញ្ញាជីវិតដែលជាដំណើរចូលទៅដល់ដែននៃបរមសុខគោលគឺព្រះនិព្វានចប់ជីវប្រវត្តិរបស់ព្រះយសោចថេតែប៉ុណ្ណេះ